ចាស់ឈឺស្លាប់ជាធម្មតាទោះឋានៈណារាជសេដ្ឋីអ្នកក្រអ្នកមានស្ដេចផែនដីក៏ជិះពីខ្សែមិនរួចឡើយធនជ័យបណ្ឌិតគិតបញ្ញាផ្ដាំប្រាប់ភរិយាមាសបងអើយពេលបងស្លាប់ទៅអ្នកត្រើត្រើយស្ងួនអើយនាងស្ដាប់បងវិចារនាងធ្វើចំរោដោយឫស្សីប្អូនស្រីត្រូវកោដោយបន្លាលើភ្នូដាំដើមខ្ញាយរក្សាការពាររៀមរាណាស្ងួនភ្ងាតែមុននឹងស្លាប់អូនសួស្ដីសូមយាងចក្រីមហាក្សត្រាចង់ជួបព្រះភ័ក្ត្រផ្ដាំវិចារនោះទើបរៀមរាស្កប់ហារតីឥឡូវសូមព្រះអង្គកុំភ្លេចអសោះថាបើសោយត្រីព្រួលកុំចោលស្រកាបើសោយត្រីប្រាកុំចោលស្រកីហើយបើស្លក្បាលត្រីសណ្ដាយត្រូវដាក់មកជូរសណ្ដាន់សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ចងចាំកុំភ្លេចឲ្យសោះតើពីបណ្ដាំរបស់បណ្ឌិតឯងអត់តែប៉ុណ្្នឹងទេក្រាបទូលមានតែប៉ុណ្្នឹងទេតែពាក្យនេះជាពាក្យដែលមានតម្លៃបំផុតសម្រាប់ជីវិតទូព្រះបង្គំតើមានន័យថាយ៉ាងណាអ្នកបណ្ឌិតស្រេចតែព្រះអង្គទ្រង់ព្រះតម្រេះទៅចុះពេលទូបង្គំស្លាប់មិនបាច់ធ្វើបុណ្យធំដុំឲ្យទូបង្គំទេគ្រាន់តែឲ្យគេកប់កុំអីបងជ័យភ្នោតូចមួយទៅបានហើយទូលព្រះបង្គំបងជ័យលាព្រះអង្គបងជ័យបងជ័យសួស្តីប្រិយមិត្តនៃសម្ព័ន្ធ Facebook កម្ពុជា CFA ជាទីមេត្រីជាបន្តទៅនេះសូមរីករាយស្ដាប់នៅការបកស្រាយរបស់លោកព្រឹទ្ធាចារ្យគៀតចន្ទថនចំពោះបណ្ដាំរបស់បណ្ឌិតធនជ័យពាក្យបណ្ដាំទាំងនេះគឺបើព្រះអង្គសោយត្រីព្រួលកុំចោលស្រកាបើសោយត្រីប្រាកុំចោលស្រកីស្ងោក្បាលត្រីប្រាកុំចោលមកជូរសណ្ដាំហើយពាក្យនេះសោតផ្ដាំទុកអ្នកដឹកនាំដែលទទួលមរណជ័យគ្រប់ចំនួនត្រូវមានគោលធម៌សម្រាប់ដឹកនាំប្រទេសឲ្យបានសុខសាន្តនិងរីកចម្រើនអត្ថន័យនៃបណ្ដាំទាំង3នេះមានដូចតទៅ1ពាក្យថាសោយត្រីព្រួលកុំចោលស្រកាន័យត្រង់ត្រីព្រួលអាចរស់នៅបានដោយស្រកាព្រោះស្រកាគឺជាគ្រឿងបិទបាំងរាងកាយនៃត្រីនៃបង្កប់ស្រកាប្រៀបដូចជាប្រជានុរាស្ត្រដែលរស់នៅជុំវិញអ្នកដឹកនាំដោយគុណធម៌និងនៃបង្កប់មួយទៀតបើសិនជាមិនចង់ឲ្យអំណាចដឹកនាំរបស់ខ្លួនប្រែប្រួលឬព្រួលប្រែទេគ្រប់អ្នកដឹកនាំត្រូវគិតប្រយោជន៍ស្រកាគឺប្រជារាស្ត្រព្រោះរាស្ត្រអាចលើកបុគ្គលម្នាក់ឲ្យធ្វើអ្នកដឹកនាំបានហើយក៏អាចរើទម្លុះទម្លាយនៅអំណាចដឹកនាំបុគ្គលនោះឲ្យព្រួលប្រែកលាប់ចាក់បាននេះជាន័យក្នុងប្រស្នាទី1ដែលធនជ័យបានផ្ដាំអ្នកដឹកនាំឬស្ដេចទី2ប្រស្នាទី2ព្រះអង្គសោយត្រីប្រាកុំចោលស្រកីដូចដែលបានបញ្យល់រួចហើយនៅភាគ1នៃត្រង់ស្រកីគឺនៅនឹងក្បាលស្រកីជាច្រមុះដង្ហើមរបស់ត្រីប្រាអាចរស់បានគឺដោយសារច្រមុះសម្រាប់ដកដង្ហើមនេះបើគ្មានស្រកីទុកដូចជាស្លាប់នៃបង្កប់ទី1
នគរមួយអាចរស់បានដោយឯករាជ្យដោយពឹងផ្អែកទៅលើសេដ្ឋកិច្ចព្រោះសេដ្ឋកិច្ចគឺជាភាពខ្លាំងរបស់នគរនីមួយៗឬដូចជាគ្រួសារមួយអាចមានសុខដុមរមនាបានគឺស្ត្រីជាអ្នកផ្ដុំទ្រព្យសម្បត្តិគ្រប់យ៉ាងឲ្យគង់វង្សទើបអាចក្លាយជាអ្នកបរិបូរដោយទ្រព្យពាក្យថាស្រកីคล้ายមកពីពាក្យត្រឡប់ថាស្រីកមានន័យថាបើស្រីកទុកគឺបានទុកបើស្រីកសុខគឺបានសុខនិងសុភមង្គលនៃបង្កប់ទី2គឺប្រស្រ័យតកតងសង្គមជាតិមួយអាចរីកចម្រើនបានអ្នកដឹកនាំត្រូវចេះប្រស្រ័យតកតងឲ្យដឹងស៊ូសុខទុក្ខពីក្រោមទៅលើពីតូចទៅធំពីទាបទៅខ្ពស់ពីក្នុងប្រទេសទៅក្រៅប្រទេសដើម្បីចម្រាញ់និងនាំយកនៅអ្វីដែលថ្មីនិងដែលជឿនលឿនសម្រាប់មកកសាងមាតុភូមិរបស់ខ្លួនឲ្យបានរីកចម្រើនដោយអត្ថន័យប្រស្នាថាសោយត្រីប្រាកុំចោលស្រកីក្បាលត្រូវចេះគិតអំពីដង្ហើមរស់សម្រាប់ចិញ្ចឹមខ្លួនត្រីទាំងមូលស្ដេចប្រាជ្ញនិមឺនប្រាជ្ញដោយពស់នាគរាជពំកែវមនោរីទី3ប្រស្នាទី3គឺស្ងោក្បាលត្រីប្រាកុំចោលមជូរសណ្ដាននៃត្រង់នេះបើយើងស្ងោក្បាលត្រីត្រូវប្រើមជូរសម្រាប់កាត់នៅចំអាបហេតុអ្វីបានជាគាត់មិនយកម្ជូរដតីបែរជាយកម្ជូរសណ្ដានមកដាក់ជាប្រស្នាព្រោះពាក្យសណ្ដាននិងសណ្ដានដែលជាតំណាងឲ្យញាតិមានសូរស័ព្ទស្រដៀងគ្នាសម្រាប់ចងជាប្រស្នាបំភាន់នៃបង្កប់គាត់ចង់ប្រាប់អ្នកដឹកនាំគ្រប់ចំនួនថាបើយើងគ្រប់គ្រងនគរត្រូវសម្លឹងមើលញាតិរបស់ខ្លួនព្រោះភាគច្រើននៃញាតិតែងយកអំណាចរបស់អ្នកដឹកនាំទៅប្រើគំរាមកំហែងអ្នកនៅក្រោមផ្ដេសផ្ដាស់ទៅតាមចិត្តលោភលន់របស់ខ្លួនដែលធ្វើឲ្យអ្នកដឹកនាំមានញាតិដូចនេះមានកេរ្តិ៍ឈ្មោះមិនល្អគ្រប់អ្នកដឹកនាំទាំងឡាយត្រូវតែប្រើច្បាប់គឺមជូរសម្រាប់កាត់នៅចំអាបគឺក្លិនឆ្អាបមិនល្អដែលញាតិរបស់ខ្លួនបានធ្វើឲ្យខូចសណ្ដាប់ធ្នាប់ក្នុងសង្គមព្រោះយកឈ្មោះអ្នកដឹកនាំទៅបាំងជាពិសេសធ្វើឲ្យកើតនៅគំនុំគំគួនចំពោះអ្នកដឹកនាំដែលមានញាតិមិនល្អធ្វើឲ្យកម្លាំងរាស្ត្រដែលរងគ្រោះត្រូវរកវិធីរំលាយអំណាចបុគ្គលនោះចោលនេះជាហេតុដែលធនជ័យយកឈ្មោះមជូរសណ្ដានមកបញ្ចប់ប្រស្នាចុងក្រោយមុនពេលគាត់ស្លាប់បើយើងគ្រាន់តែស្ដាប់រឿងពុំបានពិចារណាគឺត្រឹមតែស្ដាប់រួចហើយសើចសប្បាយបើយើងពិចារណារឿងធនជ័យលោកគឺពោធិសត្វលោកេស្វរៈដែលមានឈ្មោះពោធិសត្វនេះយើងធ្លាប់បានស្គាល់ឈ្មោះគាត់ក្នុងសម័យអង្គរធំនោះឯងគឺស្ដេចជ័យវរ្ម័នទី7